ចានេះជារបៀបខត្រីរៀលរបស់គ្រួសារខ្ញុំបងប្អូនចាខត្រីរៀលកុំឲ្យបែកហើយឲ្យមានរសជាតិឆ្ងាញ់ទៀតចាម្ហូបមួយមុខនេះនៅក្នុងគ្រួសារខ្ញុំតែងតែធ្វើហូបជាញឹកញាប់ចឹងណាបងប្អូនឥឡូវមកមើលគ្រឿងផ្សំមានត្រីរៀលដែលខ្ញុំលាងសម្អាតទឹករួចហ្នឹងហើយនេះជាដូងខ្ចីពីព្រោះខ្ញុំប្រើទឹកដូងបងប្អូនចាហើយខ្ទឹមដើមខ្ទឹមខ្ញីម្ទេសខ្ទឹមក្រហមខ្ទឹមសហើយខ្ញុំដាក់ប៉េងប៉ោះតូចៗចាប៉េងប៉ោះនេះដាក់ប៉េងប៉ោះធំក៏បានដែរប៉ុន្តែខ្ញុំអត់មានខ្ញុំប្រើប៉េងប៉ោះតូចៗហ្នឹងតែម្ដងឥឡូវខ្ញុំដាក់ទឹកហើយស្ងោរវាដើម្បីបកសម្បកវាចេញបងប្អូនចារីឯខ្ញីនេះខ្ញុំដាក់តែមួយកូនដុំតូចទេបងប្អូនចាចាត់សម្បកឲ្យស្អាតទៅហាន់ជាចំណិតរាងស្ដើងទៅជាការស្រេចទេបងប្អូនចាហើយបើសិនជាបងប្អូនចូលចិត្តខ្ញីរាងច្រើនបងប្អូនអាចដាក់ច្រើនជាងខ្ញុំក៏បានដែរចាឥឡូវមកហាន់ដើមខ្ទឹមជាកំណាត់ខ្លីៗយកទៅទុករោយនៅលើខចានៅក្នុងគ្រួសារខ្ញុំជាពិសេសឲ្យតែខែត្រីរៀលដូចថាមានច្រើនណាបងប្អូនគេលក់ច្រើនតែងតែធ្វើម្ហូបមួយមុខហ្នឹងជាញឹកញាប់ចាឥឡូវឃើញថាប៉េងប៉ោះខ្ញុំស្ងោរប្រហែលជា2នាទីហើយខ្ញុំក៏ស្រង់វាចេញអញ្ចឹងបងប្អូនទុកឲ្យត្រជាក់សិនបានខ្ញុំបកសម្បកចាហើយពេលដែលខខ្ញុំចូលចិត្តបន្ថែមនៅខ្ទឹមក្រហមចាខ្ទឹមក្រហមនេះដូចថាបង្កើនភាពឈ្ងុយមួយកម្រិតដែរបងប្អូនចាចុះបងប្អូនដូចខ្ញុំដែរអត់ហើយរីឯខ្ទឹមសនេះខ្ញុំចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយកទៅកម្លោចវាទៅវាឆាប់ឈ្ងុយអញ្ចឹងណាបងប្អូនចានៅក្នុងគ្រួសារខ្ញុំចូលចិត្តខហូបជាមួយនឹងបបរចាភាគច្រើនតែម្ដងបងប្អូនចារីឯម្ទេសហឹលនេះយើងដាក់ទៅតាមការចូលចិត្តទៅបងប្អូនចាសម្រាប់ខ្ញុំដាក់តែមួយផ្លែទេពីព្រោះម្ដាយខ្ញុំក៏អត់ចូលចិត្តហឹលបងប្អូនចាឥឡូវចាប់ដើមដាក់ត្រីហ្នឹងប្រឡាក់បងប្អូនចាប្រឡាក់រួចមុននឹងខវាស្រួលជាងបងប្អូនចាឥឡូវខ្ញុំដាក់អំបិលបន្តិចប៊ីចេងហើយនឹងម្រេចនេះជាម្សៅស៊ុបមាន់ចាគ្រឿងទាំងអស់ដាក់ចូលហើយមកបងប្អូនចាហើយខ្ញុំចូលចិត្តបន្ថែមនៅទឹកខ្មេះបន្តិចដែរចាដើម្បីឲ្យវាទន់ឆ្អឹងណាហើយនេះជាទឹកត្រីចាដាក់មួយមុខបន្តិចទៅបងប្អូនចាហើយនេះទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងបងប្អូនរួចហើយយើងច្បល់ហើយយើងទុកមួយឡែកសិនទៅណាបងប្អូនចាទុកវាបន្តិចឲ្យវាចូលគ្រឿងទៅសឹមយើងយកវាទៅខចាយើងអាចទៅធ្វើគ្រឿងផ្សេងទៀតចឹងណាបងប្អូនចាឥឡូវខ្ញុំប្រឡាក់ហើយខ្ញុំចាក់ដាក់ចូលឆ្នាំងតែម្ដងហើយទៅរៀបវាដូចនេះមកបងប្អូនចាពេលដែលយើងធ្វើគ្រឿងហើយយើងអាចចាក់ចូលក្នុងនឹងតែម្ដងបងប្អូនចាហើយខ្ញុំចង់ប្រាប់បងប្អូនថាសម្រាប់ប៉េងប៉ោះនេះជួនកាលទៅក៏ខ្ញុំបកសម្បកចេញជួនកាលទៅក៏ខ្ញុំអត់បកសម្បកចឹងបងប្អូនចាប៉ុន្តែបើបកសម្បកដូចថាពេលដែលយើងហូបប៉ះទៅវាអត់មានប៉ះសម្បករញ៉េរញ៉ាយចឹងណាបងប្អូនចាឥឡូវខ្ញុំចាក់ប្រេងឆាតែបន្តិចទេដើម្បីលីងខ្ទឹមសចាដូចថាខ្ទឹមសនេះបើយើងមុននឹងខយើងលីងវាឲ្យឈ្ងុយបន្តិចទៅវាដូចថាម្ហូបយើងហ្នឹងក៏វាដូចថាកាត់ឆ្អាបដែរណាបងប្អូនចាបន្ទាប់មកគឺខ្ញុំដាក់ខ្ទឹមក្រហមដែលខ្ញុំហាន់ជាចំណិតហ្នឹងដាក់ចូលមកលីងជាមួយនឹងខ្ទឹមសចាដូចថាមើលតាពណ៌ក្រហមហើយខ្ញុំដាក់ខ្ញីដាក់ម្ទេសអីតាមការចូលចិត្តចឹងណាបងប្អូនចាលីងវាបន្តិចសិនទៅនេះជាស្ករត្នោតចាខ្ញុំដាក់តាមបរិមាណត្រីទេណាបងប្អូនខ្ញុំប្រើត្រីថ្ងៃនេះគឺកន្លះគីឡូខ្ញុំដាក់ស្ករត្នោតតែ1ស្លាបព្រាទេចាហើយបងប្អូនខ្លះគាត់ចូលចិត្តផ្អែមជាងគាត់អាចបន្ថែមស្ករនឹងបន្តិចទៀតក៏បានដែរហើយបើចូលចិត្តដូចថារៀងផ្អែមអត់ដិតយើងបន្ថយមកវិញមកជាការស្រេចទេបងប្អូននេះខ្ញុំបន្ថែមទឹកស៊ីអ៊ីវបន្តិចដើម្បីកុំឲ្យវាខ្លោចចាហើយបានខ្ញុំយកទៅចាក់លើត្រីដែលខ្ញុំប្រឡាក់រួចដាក់ក្នុងឆ្នាំងហ្នឹងបងប្អូនចាចាក់វាចូលមកចាធ្វើរបៀបនេះដូចថាយើងខទៅវាអត់បែកបងប្អូនចារួចហើយយើងបើកភ្លើងតិចទៅមើលតាត្រីហ្នឹងរៀងដូចថាពុះដាក់
ពេញប៉ោះដែលបកសបករួចហ្នឹងចូលមកហើយយើងបាត់កម្របវាឲ្យងុំចាពុះងុំបន្តិចទៅណាបងប្អូនដើម្បីឲ្យវារៀងផុយឆ្អឹងទៅហើយខ្ញុំក៏ចាក់ទឹកដូងចូលចាទឹកដូងថ្ងៃនេះប្រើមួយផ្លែហ្នឹងទាំងអស់តែម្ដងបងប្អូនពីព្រោះខ្ញុំចូលចិត្តទឹករៀងច្រើនបន្តិចកូនពៅខ្ញុំចូលចិត្តទឹកស្រូបបាយបងប្អូនចាហើយបងប្អូនខ្លះគាត់ចូលចិត្តនិយាយថាខរៀងភក់ចារងាស់យូរទៅអស់ទឹកហើយបងប្អូនចាឥឡូវខ្ញុំដាក់ស្លឹកខ្ទឹមចូលបន្តិចមើលតាត្រីនឹងផុយហើយយើងបាត់ភ្លើងទៅហើយភ្លក់មើលទៅរសជាតិសាបប្រៃអីបងប្អូនអាចថែមថយទៅតាមការចូលចិត្តទៅចាឥឡូវក្មួយខ្ញុំគាត់លេងនៅចិត្តហ្នឹងមកសុំភ្លក់ចាគាត់ដូចថាគាត់លេងនៅតែចិត្តហ្នឹងទេបងប្អូនពេលដែលខ្ញុំធ្វើវីដេអូឬក៏ថតចាឥឡូវខ្ញុំឲ្យគាត់ភ្លក់ចាអូគាត់ឲ្យមេដៃមេជើងបងប្អូនចានេះជាទំនៀមទម្លាប់របស់គាត់ហើយចាឥឡូវឃើញថាខត្រីរៀលខ្ញុំឆ្អិនហើយបងប្អូនចាហើយបងប្អូនអាចយកទៅហូបជាមួយបាយក៏បានហូបជាមួយបបរសក៏បានចាបើសម្រាប់ខ្ញុំគ្រួសារខ្ញុំចូលចិត្តហូបជាមួយនឹងបបរសចាវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណជម្រាបលា